អ្នកនាំពាក្យក្រសួងការពារជាតិច្រានចោលចំពោះការចោទប្រកាន់ក្នុងចេតនាទុច្ចរិតរបស់វិទ្យុ RSA ខ្មែរពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររៀមឯកឧត្តមនាយឧត្តមសេនីយ៍ឈុំសុជាតិរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិបានប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់យ៉ាងគូក្លឿនដែលមានលក្ខណៈញុះញង់និងចេតនាទុច្ចរិតដែលនាំឲ្យមានផលភ័ន្តច្រឡំពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររៀមកងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួននាថ្មីនេះគូរំលឹកផងដែរថាការពីថ្មីនេះក្រុមចំណងជើងស្ថាប័នស្រាវជ្រាវអាមេរិកសង្ស័យថាចិនពង្រឹងវត្តមានយោធាបន្ទាប់ពីមានសិទ្ធិផ្ដាច់មុខប្រើប្រាស់មូលដ្ឋានទ័ពរៀមវិទ្យុអាស៊ីសេរី RSA ខ្មែរបានផ្សាយខ្លឹមសារថាមជ្ឈមណ្ឌលស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិកបានរកឃើញថាយោធាចិនកំពុងមានសិទ្ធិផ្ដាច់មុខប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានទ័ពរៀមនិងចិនក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួនលើសពីមូលដ្ឋានទ័ពរៀមទោះបីជាយ៉ាងណាឯកឧត្តមនាយឧត្តមសេនីយ៍ឈុំសុជាតិបានគូបញ្ជាក់ថារាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជាបានប្រកាសជាញឹកញាប់រួចមកហើយថាកម្ពុជាជាប្រទេសអព្យាក្រឹតហើយរដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធាដាច់ខាតក្រោយការដាក់ឲ្យដំណើរការប្រើប្រាស់កន្លងមកកម្ពុជាបានអនុញ្ញាតឲ្យនាវាបរទេសចូលសមចតជាហូហែនៅកំពង់ផែសមុទ្ររៀមដែលក្នុងនោះដែរមាននាវាកងទ័ពជប៉ុនត្រូវបានអនុញ្ញាតឲ្យចូលចតមុនគេបង្អស់បន្ទាប់ពីកំពង់ផែសមុទ្ររៀមត្រូវបានសម្ពោធជាផ្លូវការបន្ទាប់មកមាននាវាកងទ័ពវៀតណាមនាវាចិនជាដើមពួកគេបានប្រើប្រាស់កំពង់ផែសមុទ្ររៀមដោយរីករាយដែលនេះជាភស្តុតាងជាក់ស្ដែងគ្រប់គ្រាន់អាចបញ្ជាក់ពីការគ្រប់គ្រងប្រើប្រាស់កំពង់ផែសមុទ្ររៀមរបស់កម្ពុជាឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថាក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលភស្តុតាងនិងហ្វឹកហ្វឺនរួមគ្នាកម្ពុជាចិនផែរៀមកាលពីថ្ងៃទី5ខែឧសភាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានប្រកាសស្វាគមន៍ផងដែរថានៅបណ្ដាកងទ័ពប្រទេសជាមិត្តទាំងអស់ដែលចង់មកចូលចតនៅកំពង់ផែរៀមប្រទេសកម្ពុជាដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នាទោះជាយ៉ាងនេះក្តីរាល់នាវាកងទ័ពបរទេសដែលចង់ចូលចតនៅកំពង់ផែរៀមត្រូវតែជូនដំណឹងមកកម្ពុជាជាម្ចាស់ផ្ទះជាមុនរួមទាំងនាវាកងទ័ពរបស់ប្រទេសចិនផងដែរដែលកម្ពុជាសង្ឃឹមថានៅថ្ងៃខាងមុខនឹងមាននាវាកងទ័ពប្រទេសជាមិត្តជាបន្តទៀតនឹងចូលចតនៅកំពង់ផែរៀមនេះ